វីដេអូនេះគឺត្រូវមែនទែនសម្រាប់បងប្អូនដែលគាត់ចង់លក់ផលិតផលតាមអនឡាញក៏ដូចជាបងអាជីវករដែលគាត់ចង់លក់នេះលក់នោះបង្ហោះតាម Facebook TikTok ប៉ុន្តែគាត់អត់ដឹងថាកាត់តវីដេអូតាមកម្មវិធីណាអត់ដឹងថាបង្កើតវីដេអូតាមវិធីណាបងប្អូនមើលវីដេអូនេះឲ្យចប់បងប្អូននឹងចំណេញតែម្ដងអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូមួយនេះចំណេញបងប្អូនកុំភ្លេចជួយ share ម្នាក់មួយក៏ដូចជា follow account របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការចែករំលែកចំណេះដឹងថ្មីៗអញ្ចឹងណាបងប្អូនបាទអញ្ចឹងឥឡូវនេះគឺថាយើងចូលមកកាន់កម្មវិធីកាត់តតែម្ដងទៅព្រោះបងប្អូនដឹងហើយមួយរយៈចុងក្រោយនេះគឺកម្មវិធី CapCut ក៏ដូចជាកម្មវិធីផ្សេងគឺឲ្យតែថាកម្មវិធីនឹងល្បីគឺចាប់ផ្ដើមគិតលុយហើយគិតលុយឲ្យញ៉ៃវាមានអា Pro វាមានអា Standard អីញ៉ៃណាស់អញ្ចឹងយើងអាណាញ៉ៃយើងកុំប្រើយើងប្រើណាដែលងាយស្រួលមកបងប្អូនបាទអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះយើងកុំចាំយូរយើងចូលទៅ download កម្មវិធីនឹងទាំងអស់គ្នាទៅកម្មវិធីនឹងមានឈ្មោះថា Edit អូខេឥឡូវយើងទៅសេពាក្យ Edit មកបងប្អូនបាទ Edit មកនេះអាទី2នេះណាចឹងយើងចូលពាក្យ edit ហ្នឹងមកបន្ទាប់មកទៀតនេះកម្មវិធីនេះអញ្ចឹង edit video editor អញ្ចឹងយើងចុច download តែម្ដងទៅសូមបញ្ជាក់ណានៅក្នុង Play Store ក៏មាននៅក្នុង App Store ក៏មានដែរអញ្ចឹងមានន័យថានៅក្នុងប្រភេទទូរស័ព្ទ Android ក៏មាន iPhone ក៏មានដែរអញ្ចឹងឥឡូវនេះយើងធ្វើការរងចាំទៅកម្មវិធីមួយនេះគឺលុយបងប្អូនអត់មានលោតពាណិជ្ជកម្មញ៉ៃឲ្យយើងទៅមុខទៅមាត់អីទេគឺថា download បាន 2K 4K អត់មានលោតពាណិជ្ជកម្មញ៉ៃទេឥឡូវនេះយើង download ចិត្តអស់ហើយចាំបងប្អូនធ្វើការរងចាំបន្តិចសិនទៅហើយបើសិនជាបងប្អូនគិតថាការបញ្យល់របស់ខ្ញុំមួយច្បាស់បងប្អូនជួយ comment លើកទឹកចិត្តម្នាក់មួយផងដើម្បីឲ្យមានទឹកចិត្តចែករំលែកបន្ថែមទៀតណាបងប្អូនបាទឥឡូវនេះយើង download ហើយបន្ទាប់មកយើងចុចពាក្យថា open មកបងប្អូនយើងបើកវាមកអានេះវាឲ្យយើង connect ជាមួយនឹង IG ក៏បាន connect មួយ Facebook ឬមួយក៏លេខទូរស័ព្ទយើងក៏បានដែរតែឥឡូវនេះខ្ញុំមាន IG ស្រាប់បាទអញ្ចឹងយើងចុចលើ IG របស់ខ្ញុំស្រាប់ហ្នឹងមកហ្នឹងហើយវាអត់មានអីពិបាកទេអញ្ចឹងយើងចុច allow មកហ្នឹងហើយអានេះ project ដែលខ្ញុំសាកធ្វើអញ្ចឹងណាបងប្អូនបាទឥឡូវនេះយើងបើក project ថ្មីមកឧទាហរណ៍ថានេះយើងបើករួចអស់ហើយអាកន្លែងសញ្ញាលេខបូកនេះគឺយើង add video ដើម្បីយើងយកមកកាត់តនឹងឯងឥឡូវយើងចូលជំហានដំបូងយើងបូកមកយើងចូលបូកមកហើយបន្ទាប់មកយើងចូល gallery នេះមកនេះអា gallery នេះមកអានេះដែលយើងបានថតវីដេអូឲ្យស្រាប់អូខេអញ្ចឹងចុចលើវាមកបន្ទាប់មកបងប្អូនចង់ប្រម៉ូទផលិតផលដូចជាបងប្អូនចង់ប្រម៉ូទអីឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំប្រម៉ូទផលិតផលពាក់ព័ន្ធជាមួយនឹងខ្មែរ beverage នេះចោះហ្នឹងហើយដែលខ្ញុំបានថតពីម្សិលមិញឥឡូវខ្ញុំប្រម៉ូទអូខេយើងដាក់វាចូលមកឥឡូវយើងដាក់នេះដាក់ផលិតផលដែលខ្ញុំកាន់នឹងដៃនេះចូលមកអូខេណែឃើញវាលោតមកអត់បងប្អូនបាទទម្រង់បែបនេះហ្មងអញ្ចឹងអាហ្នឹងលើបងប្អូនអ្នកនិយាយទេឥឡូវបើសិនជាបងប្អូនគិតថាថតវីដេអូហ្នឹងហើយអត់បាននិយាយអីនៅក្នុងវីដេអូហ្នឹងបងប្អូនចង់មក voice over បន្ថែមបងប្អូនបិទសលេងអាស៊ីនហ្នឹងមកអូខេបិទសលេងស៊ីនហ្នឹងមកបន្ទាប់មកបងប្អូន voice over មកនេះ voice over មកអូខេនេះអាកន្លែង voice over នេះឃើញទេឥឡូវយើង voice over អូខេយើងចុចលើវាមកនេះឃើញទេបងប្អូនបាទយើងចុចឲ្យជាប់ក៏បានយើងចុចមួយក៏បានដែរឥឡូវបើយើងចុចមួយក៏បានដែរមក1 2 3ចុចសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ជាមួយនឹងភេសជ្ជៈពើកម្លាំងកម្ពុជាដែលភេសជ្ជៈពើកម្លាំងកម្ពុជានេះគឺផលិតនៅប្រទេសកម្ពុជាយើងតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចជួយគ្រប់គ្រងផលិតផលក្នុងស្រុកទាំងអស់គ្នាផងឃើញអត់បងប្អូនបានវីដេអូមួយបាត់ហើយអញ្ចឹងឥឡូវនេះគេពេញនិយមរបៀប voice over អញ្ចឹងឥឡូវយើងមើលលទ្ធផលទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ជាមួយនឹងភេសជ្ជៈពើកម្លាំងកម្ពុជាដែលភេសជ្ជៈពើកម្លាំងកម្ពុជានេះគឺផលិតនៅប្រទេសកម្ពុជាយើងតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចជួយគ្រប់គ្រងផលិតផលក្នុងស្រុកទាំងអស់គ្នាផងអញ្ចឹងបើសិនជាបងប្អូន voice over ឲ្យបងប្អូនគិតថាស្ទើវីដេអូហ្នឹងវាស្ទើអាមុខរបស់យើងចង់ឲ្យមុខរបស់យើងលោតនៅលើហ្នឹងអញ្ចឹងណាយើងចូលទៅក្នុងវីដេអូហើយយើងថតមួយទៀតឥឡូវយើងថតអូខេយើងចូលវីដេអូយើងថតសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ជាមួយនឹងភេសជ្ជៈពើកម្លាំងកម្ពុជាគឺជាផលិតផលរបស់ខ្មែរយើងតែម្ដងអូខេចាំមើលខ្ញុំយកវីដេអូនឹងយកទៅដាក់បងប្អូនបាទអញ្ចឹងយើងយកទៅដាក់ក្នុងកម្មវិធីរបស់យើងមកអូខេហើយបន្ទាប់មកទៀតយើង scroll រកពាក្យនេះ overlay នេះណាបងប្អូនបាទអញ្ចឹងយើងចុចលើ overlay ហើយយើងចុចពាក្យថា gallery ហើយបន្ទាប់មកទៀតយើងយកពាក្យរូបដែលយើងបានថតមិញវីដេអូហ្នឹងហើយយើងចុចអូខេនេះមកសញ្ញា tick ហ្នឹងមកអូខេឥឡូវយើងធ្វើការរងចាំបងប្អូនឃើញអត់យើងកងអាហ្នឹងពីលើហ្នឹងមកហើយបន្ទាប់មកទៀតអាហ្នឹងមកក្បាច់ហ្នឹងក៏វាពិសេសដែរគេចូលចិត្តគេពេញនិយមដែរអាហ្នឹងបងប្អូនបាទអញ្ចឹងឥឡូវនេះយើងអូសមករកពាក្យថា remove background ឬមួយក៏ cut out នេះបងប្អូនយកពាក្យ cut out មកអញ្ចឹងយើងចុចពាក្យ cut out យើងចុចពាក្យថា auto ហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការរងចាំតិចវានឹងកាត់ background ចោលទាំងអស់ចាំមើលងាយតែម្ដងសម្រាប់បងប្អូនដែលគាត់ចង់បង្កើតវីដេអូដំបូងឃើញអត់យើងបានជា file មួយយើងបានជាទម្រង់វីដេអូមួយបាទហើយឃើញទេរបៀបដូច react ទៅលើផលិតផលហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងឥឡូវនេះយើងបិទអាសលេងដែលយើង voice over មិញសិនទៅ
hay dân bác lên này dân ban gì lơ video đúng không ô sụp tôi bóng ôn nhom plek bác lên chẳng tính á ok tỏสู้สไลบอลบอลออกนี้ថ្ងៃនេះគឺខ្ញុំចង់ណែនាំបងប្អូនអរគ្នាឲ្យស្គាល់ជាមួយនឹងភេសជ្ជៈពើកម្លាំងកម្ពុជាគឺជាផលិតផលរបស់ខ្មែរយើងតែម្ដងឃើញអត់បងប្អូនអញ្ចឹងមានន័យថាបងប្អូនចង់ voice over សុទ្ធទៅលើផលិតផលដែលបងប្អូនកំពុងតែកាន់នឹងក៏បានបងប្អូនចង់ប្រើក្បាច់ដែលខ្ញុំនិយាយមិញនឹងក៏បានដែរបានន័យថាយើងបានថតសកម្មភាពហើយមកស្អាតហើយបន្ទាប់មកយើងចង់យកអាមុខដែលយើងបាននិយាយម្ដងទៀតហ្នឹងដែលយើងបាននិយាយហ្នឹងយើងយកមកដាក់ពីលើវីដេអូហ្នឹងហើយយើងកាត់ background ចោលមកគឺចេញមកគឺតម្រង់វាលយហ្មងឃើញអត់បងប្អូនបាទវាបានទាំងមុខយើងវាបានទាំងផលិតផលទៀតអញ្ចឹងវាអែមណាហើយសម្រាប់ការ sale វិញបងប្អូនអត់មានគិតលុយគិតកាក់អីទេឥឡូវបងប្អូនចាំមើលទាំងអស់គ្នានេះពេលដែលយើងធ្វើឲ្យអស់ហើយឃើញទេយើងធ្វើឲ្យអស់លីងហើយអានេះខ្ញុំបរៀនជំហានដំបូងហើយបើសិនជាបងប្អូនចង់ធ្វើអីបន្ថែមទៀតក៏ធ្វើទៅបងប្អូនចង់ទៅសេអីភាសាខ្មែរអីផ្សេងហ្នឹងក៏គេមានដែរបងប្អូនបាទជំរឿនខ្មែរជំរឿនយើងទៅសេពាក្យខ្មែរហ្នឹងក៏វាមានដែរយើងមានអក្សរខ្មែរមានអីមកកណូឃើញអត់យើងចង់ទៅសេមិនក៏បានដែរអីទេអាហ្នឹងបងប្អូនមើលបន្ថែមទៅសិក្សាបន្ថែមទៅបើសិនជាបងប្អូនចង់ចេះចង់ដឹងពីអាហ្នឹងអញ្ចឹងណាអញ្ចឹងវាអត់មានអីពិបាកទេឥឡូវនេះខ្ញុំបរៀនតែជំហានដំបូងនេះដែលមាន2ក្បាច់ទី1គឺយើងយកវីដេអូដែលយើងបានថតហើយយកមក voice over ទី2គឺយើងថតវីដេអូរួចហើយបន្ទាប់មកយើងថតវីដេអូមុខយើងមួយទៀតដើម្បីយកអាវីដេអូមុខយើងហ្នឹងយកមកដាក់ពីលើអាវីដេអូដែលយើងបានថតហើយហ្នឹងទៅវាចេញជារបៀបទម្រង់បែបនេះឃើញអត់បងប្អូនបាទអញ្ចឹងខ្ញុំប្រាប់ពីក្បាច់ហ្នឹងហើយបន្ទាប់មកទៀតបើសិនជាបងប្អូនឆ្ងល់អីអាច comment នៅខាងក្រោមនេះបានហើយនៅក្នុង app នេះក៏វាមាន sound effect អីច្រើនដែរការកាត់វីដេអូក៏វាត្រូវការ sound ដែរអញ្ចឹងបងប្អូនអាចដាក់ sound បាននេះមើលអូខេឥឡូវអូខេជាមួយខ្ញុំដាក់ហ្នឹងចូលមកបើសិនជាវាមានអារម្មណ៍ថាអាហ្នឹងវាលឺសលេងខ្លាំងយើងបន្ថយវាបន្តិចក៏បានដែរយើងបន្ថយចាំមើលសួស្តីបងប្អូនសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំចង់ណែនាំបងប្អូនអរគ្នាឲ្យស្គាល់ជាមួយនឹងនិយាយទៅ sound effect នៅក្នុងហ្នឹងមានទាំងអស់បងប្អូនបាទអញ្ចឹងបងប្អូនចូលអាកន្លែង sound ទិញទុងអាសលេងសាយសលេងអីគឺមាននៅពាក្យអាកន្លែង sound effect នេះអញ្ចឹងវាមាននៅហ្នឹងទាំងអស់ឃើញអត់ឃើញអត់And now, a word from my... Selling applying. Amazed! Vậy tới cứ miên từng tay mà ông ôn sound effect cái cứ miên tràn hay dương miên từng filter đầm bay chạy một dương đang xa tiền này bong ôn trong ban filter mấy cái. Su đây bong ôn đó kia thay. Su đây bong ôn đó kia thay. ឃើញអត់គឺងាយតែម្ដងហើយអាហ្នឹងយើងចាក់ color នៅលើរូបភាពយើងឲ្យកាន់តែច្បាស់ហើយបន្តមកទៀតគឺយើងមានអាកន្លែងនេះមួយទៀតនេះបងប្អូនបាទអូយ៉ូនេះអូយ៉ូហ្នឹងគឺយើងអាច search អីក៏បានដែរឃើញទេអញ្ចឹងវាមាននៅនឹងទាំងអស់តែម្ដងអញ្ចឹងបងប្អូនចង់ចេះចង់ដឹងអីបងប្អូនចូលមើលមួយមកបងប្អូនចុចមើលមួយមកនៅខាងក្រោមនេះគឺវាមានទាំងអស់តែម្ដងអញ្ចឹងវាមានអានេះអាកន្លែង filter នេះគឺយើងជួយឲ្យរូបភាពវីដេអូរបស់យើងកាន់តែស្អាតហើយអាកន្លែងនេះ sound effect មានច្រើនអញ្ចឹងបងប្អូនចង់ដាក់មួយណាក៏បានដែរសលេងសាយសលេងអីគឺមាននៅក្នុងនឹងទាំងអស់ឬមួយក៏យើងអាច search បន្ថែមមកយើងដាក់ថានេះមកនេះឃើញទេវាមាន fun មានអីអញ្ចឹងទៅយើងសរសេរតាមយើងចង់បានមកបងប្អូនបាទខ្ញុំសរសេរខុសនិយាយទៅវាមានទាំងអស់ហ្នឹងហ្មងអញ្ចឹងបងប្អូនចង់សរសេរអីក៏មានដែរអញ្ចឹងឃើញទេអញ្ចឹងឥឡូវនេះយើងចូលដល់វគ្គ sale វាបងប្អូនបាទវគ្គ sale គឺងាយតែម្ដងបងប្អូនចូលមកកាន់export នៅខាងលើនេះបងប្អូនឃើញអត់ export នៅខាងលើហ្នឹងបងប្អូនចុចពី export មកអូខេអញ្ចឹងវាអត់មានជាប់ពាណិជ្ជកម្មអីទេបងប្អូនឃើញអត់មានជាប់ពាណិជ្ជកម្មអីទេគឺអេមតែម្ដងរងចាំតែបន្តិចទៅ 4K ក៏បាន 2K ក៏បានបើសិនជា app ផ្សេងវាលោតពាណិជ្ជកម្មញ៉ៃស្មុគស្មាញណាស់អញ្ចឹងវីដេអូនេះគឺត្រូវសម្រាប់បងដែលគាត់ទៅតែចាប់ដើមដំបូងហើយបើអ្នកគាត់ចេះសួស្ដីបងប្អូនអរគ្នាថ្ងៃបើគាត់ចេះហើយអាហ្នឹងគាត់រៀនបន្ថែមពី app ហ្នឹងក៏បានដែរវាមានច្រើនហ្នឹងណាឥឡូវនេះយើងបានហើយវីដេអូហ្នឹងហើយបងប្អូនបាទឥឡូវយើងបានហើយនឹងវីដេអូហ្នឹងហើយអញ្ចឹងយើងចូលមើលមកនេះពេលដែលវាចេញអញ្ចឹងបងប្អូននេះបងប្អូនពេលដែលវាចេញអញ្ចឹងបងប្អូនចុច download បន្ថែមទៀតមកដើម្បីឲ្យវាចូលទៅក្នុងរូបភាពរបស់យើងអាកន្លែង photo ក៏ដូចជា gallery អញ្ចឹងណាអញ្ចឹងយើងចុចមកអញ្ចឹងបានវាចូលនេះបងប្អូនអូសមកកន្លែងពាក្យថារូបភាពរបស់យើងមកនេះឃើញអត់ច្បាស់ចេះ
សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំចង់ណែនាំបងប្អូនអរគ្នាឲ្យស្គាល់ជាមួយនឹងភេសជ្ជៈពៅកម្លាំងកម្ពុជាគឺជាផលិតផលរបស់ខ្មែរយើងតែម្ដងឃើញអត់បងប្អូនងាយអញ្ចឹងបើសិនជាបងប្អូនឆ្ងល់អីទៀតចង់ឲ្យខ្ញុំធ្វើអីទៀតកុំភ្លេច comment នៅខាងក្រោមវីដេអូនេះណាអរគុណបងប្អូនជួបជាមួយខ្ញុំបាទផាន់រងនៅវីដេអូក្រោយទៀត